ថាគុំបណ្ដោយឲ្យពាក្យសម្ដីលាមករបស់អ្នកដតីមកកំណត់សពទុកក្នុងចិត្តអ្នកឡើយគ្រាន់តែជាសម្លេងកើតហើយរលត់ទៅវិញញាតិញោមចឹងញាតិញោមចេះពាក្យសម្ដីអ្នកដតីគេនិយាយមកបញ្ឈឺដូចអ្នកខ្លះហ្នឹងដូចចាំហ្មងញាតិញោមចាំហ្មងចាំឡងជាប់ក្នុងបេះដូងមិនព្រមភ្លេចសោះហ្មងញាតិញោមហើយសម្ដីលាមកសម្ដីដូចថាបាត់ផ្សាររបស់គេចុះហើយញាតិញោមអោបអាហ្នឹងហើយអោបទៅវាមិនកើតទុកញាតិញោមសម្ដីភ្លើងហ្នឹងញាតិញោមឲ្យបើឲ្យយកចិត្តទៅគិតពាក្យសម្ដីឌឺដងអាពាក្យសម្ដីប្រឈឺអ្នកដតីនឹងងាប់ហើយញាតិញោមងាប់ហ្មងយើងគិតថាបើវាមានចំណុចដែលត្រូវរៀនសូត្របានយើងរៀនសូត្រយើងអរគុណទៅពាក្យសម្ដីរបស់គេហ្នឹងប៉ុន្តែថាវាគ្រាន់តែថាជាពាក្យប្រឈឺឌឺដងឲ្យយើងក្តៅក្រហាយទេបើយើងក្តៅក្រហាយមែនវាមានន័យថាយើងធ្វើតម្រូវចិត្តសត្រូវហ្នឹងឯងតម្រូវចិត្តបុគ្គលហ្នឹងហើយ